បងប្អូនយើងដែរហូបបញ្ឆៅស្នូលតាពាំងនេះបងប្អូនចាគឺឆ្ងាញ់មែនតែនហ្មងបងប្អូនណាចាតាពាំងវាផ្អែមបងប្អូនតាពាំងហ្នឹងបងប្អូនយើងនេះបងប្អូនយើងចិត្តស្ដាងទុយឲ្យបងប្អូនយើងឆ្ងោវាអស់ជាតិហាំងចារួចបានយើងយកមកឆាហ្នឹងបងប្អូនយើងដាក់កល់ខ្ទឹមយើងបំពងហើយយើងវាឈ្ងុយហើយបងប្អូនយើងចាក់តាពាំងហើយយើងដាក់គ្រឿងក្រូចចូលទៅណាបងប្អូនចាហើយរួចគឺបងប្អូនយកមកចាក់មកចាចង់ដាក់កងឬក៏សាច់ឬក៏អីក៏បានដែរបងប្អូនថ្ងៃនេះគឺអូនដាក់កងហើយនឹងក្លឹកខ្ទឹមហើយនឹងតាពាំងចាគឺឆ្ងាញ់មែនទែនហើយថ្ងៃនេះគឺបានធ្វើកាទះទួយបងប្អូនបានធ្វើកាទះធំដែរប៉ុន្តែក៏កំណងស្ញាញ់ដែរបងប្អូនចាហើយប៉ុណ្្នឹងក៏ហើយបងប្អូនចង់ធ្វើបងប្អូនអាចសាកបានណាចាហើយឃើញអូនគឺមានលក់ច្រើនផលិតផលមែនតើបងប្អូនណាចាសម្រក់ស្គែននេះចាមានម្សៅបងប្អូនគឺមានច្រើនមុខមែនតើបងប្អូនបង្ហោះរូបនឹងក៏អត់អស់ដែរចាម្សៅស្រុកខ្មែរចាបងប្អូនយើងចង់ទិញពីផលិតផលណាគឺបងប្អូនយើងអាចឆាតមកសួរអូនបានណាចាគឺធានាបងប្អូនយើងតម្លៃល្អណាចាឬក៏បងប្អូននឹងយើងចង់យកលក់បន្តគឺឆាតមកបងប្អូនណាចា